ต่อมาเมื่อการดังไฮตกตาแยะในขนมคายซิมเรียบรูปตกตาดำบงเก๋คือดำนางอ้อยเปรียบไว้สันดองหายการทีนี้คือมีตั้งเนี่ยเชียงเนี่ยเล่นเพลงหายเนี่ยรอมติดมันเชื่อจะเหมือโอเคđã lần bò nông nghiệp mà lẹ con lẹ cho làรูปที่ปีคือรูปดำนางอ้อยไตรกลเรียงข้างในก็โฮมันอ่อนประมาณนี้หายนี้คือจะไตรกลเรียงอันนี้ปูกอดคือจะกรมไก่รักให้กอดมีตกตายเต้ปันตายกอดเนี่ยเล่นเพลงจังนั้นให้ปูกอดเนี่ยพลอมนี่พลอมหลังออกชออะไรเนี่ยthay nhauภาษาเนี่ยด่าเกล่าให้พวกปากกายร้อมnhư tớiเนี่ยขันเกล่าทีมร้อมทีมโฮcho một đòรูปที่ใบคือchỉรูปได้ดำนางอ้อยมาได้ហើយកន្លែងនេះខ្ញុំថតស្រាប់តែឃើញមិត្តភ័ក្ដិខ្ញុំខានជួបគ្នាចូលចិត្ត3ឆ្នាំហើយដឹងចូលមកដល់រូបទី4គឺជារូបតំណាងឲ្យសត្វពពូលទឹកសត្វហ្នឹងខ្ញុំអត់ដែលស្គាល់ឈ្មោះវាប៉ុន្តែខ្ញុំធ្លាប់ឃើញហើយមកដល់កន្លែងនេះគឺជាបងខាងក្រុមសៀកពួកគាត់ម្នាក់សើកម្ពស់ជិត3ម៉ែត្រហើយបងនេះវិញនិយាយពីញាក់ដល់ក៏ហើយចូលមកដល់រូបទី5គឺជារូបតំណាងឲ្យកសិករហើយមានរូបទឹកតបផ្សេងទៀតមានការ៉ុតមានបាញ់ប៉ោះអីចឹងចូលមកដល់រូបទី6គឺជារូបតំណាងឲ្យសត្វល្អិតឡែនថើនសត្វនឹងខ្ញុំមិនដែលស្គាល់ទេប៉ុន្តែបើហានម៉ានេះស្គាល់តែអ្នកទាំងអស់នេះបានចាប់អារម្មណ៍លើសលេងកូនឆ្កែនេះគឺអាល្អិតនេះវាដេកមើលតែម្ដងសត្វនេះបើខ្ញុំអត់ឃើញឈ្មោះទេខ្ញុំថាហ្នឹងជាកតុំរុយហ្មងមើលទៅវាស្តៀងកតុំរុយមែនទេសំបីតែជើងវានេះជើងវាស្តៀងកតុំរុយដែរចូលមកដល់រូបចុងក្រោយគេគឺជារូបតំណាងឲ្យពស់ផ្អកហើយខ្ញុំអត់ដែលដឹងថាពស់មានឈ្មោះពស់ផ្អកអញ្ចឹងនេះអ្វីដែលសំខាន់ពស់កន្លែងនេះគឺស្តៀងរថភ្លើងហើយមើលទៅក្រុមគាត់អ្នកគ្រប់គ្រងពស់មើលទៅសប្បាយជាងគេហ្មងខ្ញុំអ្នកឈរថតហ្នឹងចង់ទៅចូលរត់ជាមួយពួកគាត់ម្ដងដែរតាហើយពួកគាត់ដែលនៅក្រៅវិញចាំមើលសក់ក្មេងៗទេនេះសក់ក្មេងៗហើយមកកន្លែងនេះពួកគាត់ដាក់ពវល់ចេញក្បាច់ពុះវត្តកន្ទុយហើយកន្លែងហ្នឹងពួកគាត់ដែលមើលតេតូននឹងសម្ដាប់ធ្នាប់គឺគាត់ take care ខ្លាំងមែនតើគឺអត់ឲ្យអ្នកណាឈានជើងឬក៏នៅចិត្តហ្នឹងឯងដោយសារពស់ហ្នឹងវាពវល់ត្រូវការ space ធំខ្ញុំសូមសរសើរដល់ទឹកចិត្តបងស្រីជនជាតិបរទេសម្នាក់គាត់ឃើញក្រុមការងារកម្មវិធីនឹងគាត់ហត់គាត់ដើរបកឲ្យម្នាក់ម្ដងឲ្យតែអ្នកគេនៅចិត្តគាត់គឺគាត់បកឲ្យទាំងអស់មកដល់កន្លែងនេះខ្ញុំថតស្រាប់តែជួបគាត់អ្នក vlogger នេះថាដូចប្រហែលតែពិតគាត់មែនខ្ញុំរត់ពីមាត់ស្ទឹងមកហើយមកថតនៅកន្លែងខាងបឹងគីឡូម្ដងហើយកន្លែងនេះបើមែនតើខ្ញុំអត់បានចង់ថតទេប៉ុន្តែកាមេរ៉ាយើងវាជាប់អូតូឡុកអញ្ចឹងណាតែគេវាយតែគេខូចខ្ញុំសូមសួរអ្នកទាំងអស់គ្នាមួយបងស្រីនេះគាត់តែនិយាយរឿងធ្វើម្ហូបហ្នឹងមែនការចូលរួមរបស់ខ្ញុំនៅក្នុងកម្មវិធីហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងអ្នកទាំងអស់គ្នាណាដែលបានចូលរួមក្នុងកម្មវិធីហ្នឹងដែរកុំភ្លេចជួយ comment នៅខាងក្រោមមួយផងណាអរគុណបាយបាយ